អូខេអញ្ចឹងសម្រាប់ការបង្ហាញក្នុងថ្ងៃនេះខ្ញុំមកបង្ហាញពីមុខងារអាចារ្យខុសដែលមុខងារនេះគឺប្រើប្រាស់សម្រាប់តែការកែតម្រូវថ្លៃដើមនៅពេលដែលមានទំនិញក្នុងស្តុកហើយថ្លៃដើមហ្នឹងអាចថាជាថ្លៃដើមដែលយើងបញ្ចូលខុសពីមុនឬក៏ថ្លៃដើមដែលយើងអត់បានបញ្ចូលសោះពេលចាប់ផ្ដើមអញ្ចឹងសម្រាប់ការអាចារ្យខុសនេះដែរគឺយើងប្រើប្រាស់សម្រាប់ករណីដែលកែប្រែថ្លៃដើមនៅពេលអនាគតខ្ញុំឧទាហរណ៍ថាបច្ចុប្បន្នគឺយើងស្ថិតនៅក្នុងខែ4អញ្ចឹងនៅពេលដែលចុងខែគឺយើងត្រូវការអាចារ្យខុសម្ដងសម្រាប់ខែ5ដែលចាប់ផ្ដើមថ្មីទៅអញ្ចឹងគឺយើងអាចកែប្រែសម្រាប់ពេលអនាគតនិងមួយទៀតករណីដែលការដែលលក់ទៅក្នុងខែចាស់ហ្នឹងមានបញ្ហាថ្លៃដើមអញ្ចឹងយើងអាចធ្វើការកែប្រែទិន្នន័យថ្លៃដើមហ្នឹងក្នុងខែចាស់បានដែរអញ្ចឹងខ្ញុំបង្ហាញពីហ្នឹងករណីកែប្រែករណីឧទាហរណ៍ខ្ញុំមានទៅលើទំនិញដែលមានស្តុកហើយលក់រួចរាល់គឺថ្លៃដើមស្មើ0អញ្ចឹងនាំឲ្យ margin របស់យើងស្មើនឹង100%អញ្ចឹងមានន័យថាពេលដែលយើងអត់បានបញ្ចូលថ្លៃដើមសោះទំនិញរបស់យើងលក់ចេញទៅគឺយើងចំណេញដល់តែម្ដងទៅលើករណីទី2គឺទំនិញមានស្តុកដែរលក់រួចរាល់ដែរប៉ុន្តែថ្លៃដើមធំជាងថ្លៃលក់នាំឲ្យអាការដែលលក់យើងហ្នឹងអាចដក100%ឬក៏ដកប៉ុន្មានភាគរយតាមអីដែលគណនាអញ្ចឹងទៅចឹងខ្ញុំមានចំណុចចំណាំផងដែរគឺលើអាចារ្យខុសគឺយើងធ្វើបានលុះត្រាតែមានការបិទបញ្ជីគណនេយ្យនៅចុងខែណាមួយដែលយើងចង់ធ្វើចឹងឧទាហរណ៍បើសិនបើឥឡូវនៅក្នុងខែ4ហើយបើយើងចង់ធ្វើការអាចារ្យខុសយើងអាចបិទបញ្ជីគណនេយ្យចុងខែ4ដើម្បីធ្វើការអាចារ្យខុសហ្នឹងសម្រាប់ដើមខែ5ប៉ុន្តែមួយទៀតបើសិនជាយើងចង់អាចារ្យខុសសម្រាប់ខែ4ដែលកន្លងផុតទៅគឺយើងត្រូវបិទបញ្ជីចុងខែ3ដើម្បីធ្វើការអាចារ្យខុសឲ្យខែ4យ៉ាអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញនៅក្នុង back end អូខេអញ្ចឹងដើម្បីធ្វើការកែតម្រូវថ្លៃដើមបានគឺយើងចូលមកកាន់ product ហើយបន្ទាប់មកយើងយកពាក្យកន្លែងអាចារ្យខុសកន្លែងនេះអញ្ចឹងនៅពេលដែលយើងចូលទៅអាចារ្យខុសយើងមានទៅលើវិធីសាស្ត្រករណីដែលយើងមានការប្រើប្រាស់ជាមួយនឹង company មួយក្នុង system តែ company ច្រើនក្នុង system តែមួយគឺយើងអាចធ្វើការ check មើលថាតើយើងកែថ្លៃដើមទំនិញដែលយើងចង់កែហ្នឹងនៅទីតាំងណាមួយឬក៏នៅ company ណាមួយដែលសារយើងមាន3បែបនេះអញ្ចឹងយើង select អញ្ចឹងនៅពេលដែលយើងកែប្រែថ្លៃដើមគឺ affect ត្រឹមតែ company ហ្នឹងទេអញ្ចឹងឧទាហរណ៍ថាbrand group ពេលដែលខ្ញុំ add new មកគឺវានឹង affect ទៅលើតែ brand group ទេប៉ុន្តែកន្លែងនេះដល់ពេលដែលយើង add new គឺវានឹងបញ្ជាក់ថាយើងអត់ទាន់បានធ្វើការបិទបញ្ជីដែលនៅ status pending ទេអញ្ចឹងមុននឹងយើងធ្វើការ adjust ខុសបានយើងត្រូវចូលទៅបិទបញ្ជីមុនសិនអញ្ចឹងដើម្បីបិទបញ្ជីបានយើងចូលមកកាន់គណនីមិនកាន់គណនីទេយើងចូលទៅកាន់ security បន្ទាប់មកទៀតយើងមានពាក្យថា closing balance មួយដល់ពេលដែលយើងចូលមកដល់ការ closing balance ហ្នឹងទៅយើងអាចចុចបង្កើតថ្មីទៅលើការបិទបញ្ជីបានហើយកន្លែងនេះដែរដោយសារតែយើងមានទៅលើករណីបិទបញ្ជីពីមុនចាស់ដែរអញ្ចឹងខ្ញុំសូមឧទាហរណ៍ទៅលើការបិទបញ្ជី2019នេះតែម្ដងហើយខ្ញុំធ្វើការបញ្ចូលជាមួយនឹង password ដើម្បីបិទបានអូខេអញ្ចឹងករណីបញ្ចូល password អត់ត្រឹមត្រូវគឺវានឹង load basic បែបហ្នឹងអញ្ចឹងខ្ញុំសូមធ្វើការផ្លាស់ប្ដូរ user បន្តិចដោយសារតែ user របស់ខ្ញុំអត់មានសិទ្ធិក្នុងការបិទបញ្ជីដាក់ password ទេអូខេអញ្ចឹងខ្ញុំបានធ្វើការផ្លាស់ប្ដូរ user រួចរាល់ហើយខ្ញុំសូមចូលទៅការដាក់ password ម្ដងទៀតដើម្បីបិទបញ្ជីចឹងយើងចុច add new ម្ដងទៀតមកបន្ទាប់មកមានការបង្ហាញកន្លែងនេះវានឹងបង្ហាញក្នុងមួយខែម្ដងបើយើងបានបិទខែ2វាបិទម្ដងទៀតគឺក្នុងខែ3បើយើងបានបិទខែ3បិទម្ដងទៀតក្នុងខែ4តែអាចមើលឆ្នាំបានដោយសារនេះខ្ញុំអត់បានបិទពីមុនមកអញ្ចឹងខ្ញុំសូមបិទ2019នឹងដើម្បីបង្ហាញអូខេអញ្ចឹងនៅពេលដែលយើងធ្វើការ approve រួចរាល់confirm approve រួចរាល់អូខេអញ្ចឹងកន្លែងនេះខ្ញុំបញ្ជាក់ថាតើតា status pending បានយើងធ្វើ adjust ខុសបានដោយសារតែករណីនេះបិទបញ្ជីគឺមានន័យថាយើងធ្វើការបិទទៅលើ transaction នៅក្នុងខែចាស់ដែលបានកើតសពគ្រប់អញ្ចឹងនៅពេលដែលយើងបិទបញ្ជីបើទោះជា status pending ក៏ដោយ transaction ទាំងអស់នៅក្នុងខែ2 2019ហ្នឹងគឺយើងអត់អាចឲ្យគេកែប្រែបានទេមានន័យថា user អត់អាចចូលទៅកែប្រែបានទេក្នុងករណីបានបិទបញ្ជីរួចរាល់ក្នុង status pending ប៉ុន្តែយើងអាចធ្វើការកែប្រែតែអាចារ្យខុសបានមួយក្នុង status pending ហ្នឹងបើសិនជាយើងធ្វើការ approve មកតង់ទៀតគឺមានន័យថាសូម្បីតែអាចារ្យខុសក៏យើងធ្វើអត់បានដែរអញ្ចឹងកន្លែងហ្នឹង
សូមធ្វើការចុចទៅលើ adjust cost បើសិនបើយើងចង់ direct adjust cost ពីប័ណ្ណបញ្ជីយើងអាចចុចកន្លែងហ្នឹងបាទឬក៏អត់ទេយើងចូលទៅកាន់មុខងារ product ដដែលហើយយកពាក្យថា adjust cost នៅកន្លែងនេះអញ្ចឹងក្នុងករណីយើងបិទបញ្ជីរួចរាល់ពេលយើង add យកម្ដងទៀតវានឹងចាប់ផ្ដើមឲ្យយើងធ្វើការadd ចូលទៅខាងក្នុងបានហើយបង្ហាញថ្ងៃខែនៅក្នុងថ្ងៃដដែលដែលយើងបានបិទបញ្ជីហ្នឹងចុចមកគឺយើងអាចធ្វើការហៅតំណែងណាដែលយើងចង់ធ្វើការកែប្រែ cost ចឹងខ្ញុំសូមឧទាហរណ៍ទៅលើតំណែងមួយចំនួនឧទាហរណ៍ថាតំណែងchampion grade នេះពេលដែលយើងធ្វើការហៅចេញមកគឺវាមានថ្លៃដើម 0.53 អញ្ចឹងខ្ញុំឧទាហរណ៍ថាថ្លៃដើមរបស់ខ្ញុំមិនមែន 0.53 ទេអ្វីដែលខ្ញុំចង់កែគឺ 0.55 អញ្ចឹងនៅពេលដែលយើងដាក់ក្នុងប្រឡោះ new នេះហើយយើងចុច enter មកវានឹងបញ្ជាក់ថា different cost កន្លែងនេះតម្លៃមួយហ្នឹងគឺវាបង្ហាញដូចតែជាមួយនឹង adjust quantity ដូចគ្នាទេដោយថាវាបង្ហាញដោយ current quantity new quantity ប៉ុន្តែនេះបើនិយាយពី cost វិញ current cost new cost ហើយនឹង different ទៅលើកន្លែងនេះចឹងនៅពេលដែលយើងធ្វើការកំណត់រួចរាល់យើងគ្រាន់តែចុច save មកបានហើយមានន័យថាថ្លៃដើមមួយហ្នឹងនឹងបានកែប្រែនៅក្នុងសម្រាប់ទិន្នន័យខែថ្មីនៅក្នុងខែ3 2019ចឹងនេះដោយសារតែខ្ញុំឧទាហរណ៍ចឹងខ្ញុំគ្រាន់តែ save ទេនឹងមួយទៀតយើងអាចធ្វើការadjust cost បានដោយធ្វើការ import បានដូចគ្នាករណីមានទំនិញច្រើនយើងអាចចូលមក download មកហើយបំពេញព័ត៌មាននៅក្នុងហ្នឹងហើយធ្វើការ import ចូលទៅវិញអញ្ចឹងឧទាហរណ៍ថាខ្ញុំធ្វើការ download ហើយយើងបាន template មួយយើងបំពេញចឹងខ្ញុំសូមធ្វើការបំពេញសិនតាមខ្ញុំ preview ទៅលើទម្រង់នឹងម្ដងទៀតអូខេអញ្ចឹងខ្ញុំបានធ្វើការបំពេញជាមួយនឹងព័ត៌មាននៅលើ Excel រួចរាល់កន្លែងនេះដែរគឺដូចទម្រង់ផ្សេងដែលខ្ញុំធ្លាប់បានបង្ហាញទៅលើការ import គឺយើងត្រូវដាក់ថា auto ហើយមានលេខរៀងនៅខាងក្រោយដោយប្រើសញ្ញាដកនៅកណ្ដាលចេះអញ្ចឹងបើសិនជាយើងចង់ឲ្យ transaction ហ្នឹងបែងចែកខុសៗគ្នាគឺយើងអាច run លេខ1លេខ2លេខ3លេខ4មកប៉ុន្តែបើសិនជាយើងចង់ឲ្យពីរតំណែងហ្នឹងក្នុង transaction តែមួយគឺយើងអាច run លេខឲ្យដូចគ្នាបន្ទាប់មកទៀត reference អាចបំពេញក៏បានអត់ក៏បាន memo បំពេញក៏បានអត់ក៏បានដែរកន្លែងនេះគឺជាលេខកូដហើយខ្ញុំតែងតែបញ្ជាក់ទៅលើព័ត៌មានលេខកូដបើសិនបើមានលេខនៅខាងលេខ0នៅខាងមុខគឺយើងត្រូវតែ format ទៅលើ text ទៅលើ column មួយហ្នឹងឲ្យចាប់ជា text បានយើង copy ទៅលើលេខកូដហ្នឹងវាស្គាល់ប៉ុន្តែបើសិនជាអត់បាន format ទេលេខកូដលេខ0ខាងមុខគឺវាអត់ស្គាល់ទេអញ្ចឹងវានឹងស្គាល់តែលេខ3ហើយពេលដែល import ទៅក៏វាអត់ស្គាល់ដូចគ្នាអញ្ចឹងមួយទៀតតើតើជាមួយនឹង barcode យើងបំពេញក៏បានអត់ក៏បាន description យកមកក៏បានអត់ក៏បានដោយសារតែ reference ដែលចាំបាច់បំផុតនេះគឺ require ទៅលើ name code មានថាបើ name code ហ្នឹងត្រូវវាចាប់ barcode ចាប់ description មកត្រឹមត្រូវនៅខាងក្នុង system ហើយនេះគឺជាតម្លៃថ្មីដែលខ្ញុំបានដាក់អញ្ចឹងនៅពេលដែលខ្ញុំបំពេញរួចខ្ញុំសូម save មកអូខេចឹងនៅពេលដែលខ្ញុំ save រួចរាល់ខ្ញុំអាចចូលទៅកាន់កន្លែង import មកវិញនៅមុខនេះ adjust cost ដដែលហ្នឹងគឺយើងចូលមកពាក្យថា import ម្ដងទៀតមកហើយយើងអត់ download ទេយើងចុច select ទៅលើ file ដែលយើងបានរៀបចំមិញហ្នឹងដើម្បី import អញ្ចឹងដល់ពេលយើងចុច file មកវានឹងស្គាល់ទៅលើ file មួយហ្នឹងអត់មានបញ្ហាអីទេបើសិនបើបញ្ហាវាចេញពណ៌ក្រហមហើយយើងចុច import ម្ដងទៀតមកវានឹង load ចូលទៅ record ថ្មីមួយទៀតបន្ទាប់ពីខ្ញុំបាន import រួចអញ្ចឹងរងចាំបន្តិចដើម្បីឲ្យវា success thế វាបាន success ហើយអញ្ចឹងខ្ញុំសូមធ្វើការ preview ទៅលើ transaction ដែលខ្ញុំបានភ្ជាប់មិញហ្នឹងអាច preview បានឬក៏ print ក៏បានដែរអញ្ចឹងវានឹងចាប់មកទៅលើលេខកូដលេខ1លេខ2ដែលវាចេញ description របស់វាដែរខ្ញុំបញ្ជាក់ថាវានឹងចាប់មក auto នៅខាងក្នុងហ្នឹងហើយមានថ្លៃដើមមានថ្លៃអី new នឹងចុះអញ្ចឹងទៅពេលដែលយើងធ្វើរួចរាល់យើងអាចទៅ check បានហើយទៅលើ transaction តែថាតើថ្លៃដើមហ្នឹងកែប្រែបានអត់កែប្រែត្រូវហើយឬនៅទៅលើទិន្នន័យថ្មីហ្នឹងគាត់ថាកន្លែងនេះខ្ញុំអត់ focus ទៅលើការ review check បន្ទាប់ពី update ទេដោយសារតែខ្ញុំបិទបញ្ជីហ្នឹងវារយៈពេលឆ្ងាយអញ្ចឹងវាគួរតែអត់ affect ទេប៉ុន្តែបើសិនជាការដែលប្រើប្រាស់នៅក្នុង operation ជាក់ស្ដែង
ថ្ងៃបិទបញ្ជីវាគួរតែនៅក្នុងកំឡុងពេលដែលយើងកំពុងតែប្រើប្រាស់ជាក់ស្ដែងឥឡូវហ្នឹងតែដោយសារតែខ្ញុំបង្ហាញនេះគឺ example ទៅលើឆ្នាំ2019អញ្ចឹងថ្លៃដើមអាចនឹងអត់ affect ទេអញ្ចឹងករណីនេះអាច check បានបន្ថែមនៅលើការដែលធ្វើជាក់ស្ដែងនៅលើទិន្នន័យជាក់ស្ដែងបាទ